បងស្នេហ៍គឺជាមនុស្សដំបូងអូនត្រឹមជាមនុស្សបន្ទាប់ដើរមកជួបស្នេហ៍បងដោយใจដន់បងមិនតន់ស្រឡាញ់ផងអូនតែល្ងងសុំថែបងខ្លួនឯងជំរើសចុងក្រោយមិនមែនជាអូនគឺមនុស្សដំបងដែលធ្លាប់ធ្វើឲ្យបងយំបងប្រាប់ឲ្យអូនចេញខ្លាចនាងយល់ច្រឡំចោលត្រង់ខ្ញុំយំបងបារម្ភខ្លះទេជំរើសចុងក្រោយនៅតែជាគេមនុស្សដំបងដែលធ្វើឲ្យបងរួចឈឺចាប់សឹងតែមិនជឿសងបងភ្លេចថ្ងៃនោះឆាប់គេបបលជួបបងព្រមជួបតាមគេវិញដឹងថាបងមានជំរឿនរវាងមនុស្សស្នេហ៍បងនិងបងស្នេហ៍ទាំងពីរមិនដូចគ្នាទេគេបងស្នេហ៍គឺជាមនុស្សដំបូងអូនត្រឹមជាមនុស្សបន្ទាប់ដើរមកជួបស្នេហ៍បងដោយใจដន់បងមិនតន់ស្រឡាញ់ផងអូនតែល្ងងសុំថែបងខ្លួនឯងជំរើសចុងក្រោយមិនមែនជាអូនគឺមនុស្សដំបងដែលធ្លាប់ធ្វើឲ្យបងយំបងប្រាប់ឲ្យអូនចេញខ្លាចនាងយល់ច្រឡំចោលត្រង់ខ្ញុំយំបងបារម្ភខ្លះទេជំរើសចុងក្រោយនៅតែជាគេមនុស្សដំបងដែលធ្វើឲ្យបងរួចឈឺចាប់សឹងតែមិនជឿសងបងភ្លេចថ្ងៃនោះឆាប់គេបបលជួបបងព្រមជួបតាមគេវិញជំរើសចុងក្រោយមិនមែនជាអូនគឺមនុស្សដំបងដែលធ្លាប់ធ្វើឲ្យបងយំបងប្រាប់ឲ្យអូនចេញខ្លាចនាងយល់ច្រឡំចោលត្រង់ខ្ញុំយំបងបារម្ភខ្លាចទេជំរើសចុងក្រោយនៅតែជាគេមនុស្សដំបងដែលធ្វើឲ្យបងរួចឈឺចាប់សឹងតែមិនជឿសងបងភ្លេចថ្ងៃនោះឆាប់គេបបលជួបបងព្រមជួបតាមគេវិញសឹងតែមិនជឿសងបងភ្លេចថ្ងៃនោះឆាប់គេបបលជួបបងព្រមជួបតាមគេវិញ អរគុណចាចំពោះស្នូតដៃចាជាដំបូងក៏សូមអនុញ្ញាតជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅទីនេះចាថ្ងៃនេះតិចជុំមែនតែនចាព្រោះថាខាងក្រៅមានភ្លៀងចាតិចអត់តិចអត់ចាអញ្ចឹងប្រហែលជាតិចអីដឹងព្រោះថារៀងដេករៀងនៅគៀកគ្នាខ្លាំងណាចាអរគុណឥឡូវនេះរីបន្តជាមួយនឹងខ្ញុំមួយបទទៀតចាដែលជាបទថ្មីផងដែរប៉ុណ្ណឹងមិនដែរប៉ុណ្ណឹងបានអត់អត់ទេហ៎ចារីករាយដូចតទៅចាអរគុណ ពី
ចង់សាក់ទេឆាប់ចូលមកភ្លាមអូនជួយបង្រៀនឲ្យចេះស្មងបើភ្នែកឲ្យធំហើយកុំព្រិចឲ្យសុខឆ្លោះកញ្ចក់មើលទៅប៉ុណ្ណឹងមិនដែរចេះស្មងឬនៅបើសិនជានៅថែមពីដៃទៀតណាដឹងដែរថាអូនចេះតែខន់តធ្វើឲ្យដល់កធៀបភ្នែកតែចាំប្រាំខែបាត់មកមិនសល់បាត់ថារវល់បានលុយអូនមិនខ្ចីថាទេអូនរវល់ខុសគេរវល់លុយមានស្រីស្នេហ៍កុំស្មានថាអូននេះមិនដឹងឈប់តាចូលអូនទៀតទៅធ្វើខ្លួនជាប្តីត្រឹមត្រូវឲ្យឆាប់ប្រមកឆ្អឹងពីថ្ងៃនេះបងត្រូវតែដឹងឲ្យធ្វើអីត្រូវតែធ្វើនឹងមិនចឹងទេដឹងគ្នាមិនខានប៉ុណ្ណឹងមិនដែរចិត្តស្មោះឬណាអត់សិនជាណាខានពីដៃទៀតណាដឹងតែថាអូនចិត្តតែខន់តបើឲ្យដល់កទៀតណែតាចាំទៀតណែតាប្រាំខែបាត់មកមិនសល់បាត់ថារវល់បានលុយអូនមិនខ្ចីថាទេបងរវល់ខុសគេរវល់លុយមានស្រីស្នេហ៍កុំស្មានថាអូននេះមិនដឹងឈប់ដល់ចូលអូនទៀតទៅធ្វើខ្លួនជាប្តីត្រឹមត្រូវឲ្យឆាប់ប្រមកឆ្អឹងពីថ្ងៃនេះបងត្រូវតែដឹងឲ្យធ្វើអីត្រូវតែធ្វើនឹងមិនចឹងទេដឹងគ្នាមិនខានអរគុណច្រើនចាអរគុណមែនតើចំពោះបងប្អូនទាំងអស់គ្នាចាដែលបានអញ្ជើញចូលរួមព្រោះថាខាងក្រៅមានភ្លៀងណាបងណាចាកាលពីសួរលីដាជំរាបសួរចឹងបានអាស្បែកខែភ្លៀងហ៎ចាព្រោះថាអត់ទឹកចាមិនដែរសុកទុកសុកសบายទេសុកទុកសុខសប្បាយធម្មតាចាបាទនិយាយរួមពីមួយសប្តាហ៍ឬក៏ពេលដែលចូលរួមក្នុងកម្មវិធីបទទូទៅបាយ័នបាទលីនដាតែព្យាយាមរកអ្វីដែលប្លែកជូនដល់ទេសនិកជនមានអារម្មណ៍ថាកាត់សក់ខ្លីកាត់យូរនៅកាត់យូរដែរហើយយូរដែរចាប្លែកចាព្រោះមានអារម្មណ៍ថាសក់ទំឆេះចាមែនទេឆេះយូរអីហ្នឹងអរគុណលីនដាថ្ងៃនេះមានបទចម្រៀងប្រហែលបទដែរនៅក្នុងថ្ងៃនេះគឺមានតែពីរបទហ្នឹងទេព្រោះថាពេលវេលាខ្លីចាចង់នៅជួបបងប្អូនយូរដែរប៉ុន្តែធ្វើមិនបើពេលវេលាមានកំណត់ចាសូមឲ្យលីណាជាង10បទហ្មងបាទព្រមអត់មើលទៅបងប្អូនទាំងអស់គ្នាគេលើគាត់ដូចថាគេលើគាត់ឆេញអញ្ចឹងណាអត់ទេឥឡូវបើព្រមលើកដៃអូច្រើនតាចាចាំលើកក្រោយសុំវាយផ្ដាច់ហ្មង10បទអរគុណចឹងសូមជូនពរដល់លីណាជួបតែស្នាល្អហើយជោគជ័យក្នុងវិថីសិល្បៈនេះកាន់តែខ្លាំងបន្ថែមទៀតចាដូចគ្នាបងអរគុណច្រើននេះក៏ជាឱកាសចុងក្រោយផងដែរអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាមកទស្សនាទីនេះអរគុណដល់ក្រុមហ៊ុនបំពង់ទីផ្សារ KEP ផងដែរដែលបានឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះចាអរគុណដល់ស្ថានីយ៍ទូរទស្សន៍បាយ័នផងដែរដែលបានផ្ដល់ជាកិត្តិយសនាងខ្ញុំជារឿយៗចាអរគុណជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អស្តង់ល្អទាំងអស់គ្នាចាជួបគ្នាឱកាសក្រោយជំរាបលាអរគុណមួយទៀតជូនដល់លីនដាមួយចាអរគុណជាចុងក្រោយដល់ខាងម្ចាស់ផងដែរចាអរគុណជំរាបលាចាជំរាបលាពីកម្មវិធីសូមអនុញ្ញាតសម្រាប់មួយ Pleasant